រៀបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងអានព្រះគម្ពីរយ៉ូហានចំពុក3បន្តឥឡូវយើងចាប់ផ្ដើមរីឯនៅក្នុងពួកផារីស៊ីមានចៅហ្វាយសាសយូដាម្នាក់ឈ្មោះនីកូដេមលោកក៏មកឯព្រះយេស៊ូវទាំងយប់ទូលថាលោកគ្រូយើងខ្ញុំដឹងថាលោកជាគ្រូមកពីព្រះពិតត្បិតគ្មានអ្នកណាអាចនឹងធ្វើទីសម្គាល់ដែលលោកធ្វើទាំងនោះបានទេលើកតែព្រះគង់នៅជាមួយប៉ុណ្ណោះព្រះយេស៊ូវមានបន្ទូលឆ្លើយថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាបើមិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេលោកនីកូដេមទូលសួរថាធ្វើដូចម្តេចនឹងកើតឡើងបានក្នុងកាលដែលចាស់ហើយតើអាចនឹងចូលទៅក្នុងពោះម្ដាយម្ដងទៀតហើយកើតឡើងវិញបានឬព្រះយេស៊ូវមានបន្ទូលឆ្លើយថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាបើមិនបានកើតអំពីទឹកហើយអំពីព្រះវិញ្ញាណនោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេហេតុរបស់អ្វីដែលកើតពីសាច់នោះជាសាច់ទេហើយដែលកើតពីព្រះវិញ្ញាណនោះជាវិញ្ញាណវិញកុំឲ្យឆ្ងល់ពីពាក្យដែលខ្ញុំប្រាប់ថាត្រូវតែកើតជាថ្មីនោះឡើយឯខ្យល់ចង់បក់ទៅឯណាក៏ចេះតែបានហើយអ្នកឮសូរសព្ទតែមិនដឹងជាមកពីណាឬទៅឯណាទេអស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណនោះក៏ដូច្នោះដែរលោកនីកូដេមទូលសួរថាធ្វើដូចម្តេចឲ្យការទាំងនេះកើតបានព្រះយេស៊ូវទ្រង់ឆ្លើយថាអ្នកជាគ្រូនៃសាសអ៊ីស្រាអែលតែមិនដឹងការទាំងនេះទេឬប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាយើងប្រាប់ពីការដែលយើងដឹងហើយធ្វើបន្តពីការដែលយើងបានឃើញតែអ្នករាល់គ្នាមិនទទួលសេចក្តីបន្តរបស់យើងទេបើខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីការដែលត្រូវការសំទោសត្រូវខាងផែនដីតើអ្នករាល់គ្នាមិនជឿទៅហើយនោះបំណងបើខ្ញុំប្រាប់អំពីដែលត្រូវខាងឋានសួគ៌វិញតើធ្វើដូចម្តេចនឹងឲ្យជឿទៅបានគ្មានអ្នកណាបានឡើងទៅឋានសួគ៌ឡើយមានតែព្រះអង្គដែលយាងចុះពីឋានសួគ៌មកប៉ុណ្ណោះគឺជាកូនមនុស្សដែលនៅឋានសួគ៌នោះឯងហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើងនៅទីហោស្ថានជាយ៉ាងណានោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកីដើម្បីនឹងជំនុំជម្រះលោកីនោះទេគឺឲ្យលោកីបានសង្គ្រោះដោយសារទ្រង់វិញឯអ្នកណាដែលជឿដល់ទ្រង់នោះមិនជាប់មានទោសទេតែអ្នកណាដែលមិនជឿវិញនោះត្រូវមានទោសហើយពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះហើយទ្រង់នេះគឺថាហើយគឺសំទោសហើយទោសនេះគឺថាពន្លឺបានមកក្នុងលោកីតែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មានសុទ្ធតែអាក្រក់ត្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់នោះតែងស្អប់ដល់ពន្លឺហើយមិនមកឯពន្លឺទេ
ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មានបានបើកឲ្យឃើញតែអ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញនោះតែងមកឯពន្លឺដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្តបានសម្ដែងមកឲ្យដឹងថាបានធ្វើដោយនៅព្រះក្រោយនោះមកព្រះយេស៊ូវនិងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដាទ្រង់គង់នៅទីនោះជាមួយនឹងគេព្រមទាំងធ្វើបុណ្យជ្រមុជទឹកផងឯយ៉ូហានគាត់កំពុងតែធ្វើបុណ្យជ្រមុជទឹកនៅស្រុកអេដូនជិតភូមិសាឡឹមព្រោះនៅទីនោះមានទឹកច្រើនហើយចេះតែមានគេមកដើម្បីទទួលបុណ្យជ្រមុជទឹកផងត្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយវេលានោះពួកសិស្សយ៉ូហាននិងសាសយូដាម្នាក់កើតជជែកគ្នាពីដំណើរលាងសម្អាតរួចគេមកឯយ៉ូហានជម្រាបថាលោកគ្រូលោកនោះដែលនៅជាមួយនឹងលោកខាងនាយទន្លេដានដែលលោកបានធ្វើបន្ទិលឲ្យមើលលោកក៏ធ្វើបុណ្យជ្រមុជដែរហើយបណ្ដាមនុស្សទាំងប៉ុន្មានគេទៅឯលោកវិញយ៉ូហានឆ្លើយថាគ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេលើកតែបានប្រទានពីឋានសួគ៌មកឲ្យប៉ុណ្ណោះខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំដែលខ្ញុំថាខ្ញុំមិនមែនជាព្រះគ្រីស្ទទេគឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះអ្នកណាដែលយកប្រពន្ធនោះឈ្មោះថាជាប្តីហើយឯពួកមិត្តសម្លាញ់ដែលឈរស្ដាប់គាត់កំពុងដែលរៀបការនោះក៏មានសេចក្តីអំណរអរឡើងដោយសារសម្លេងប្តីគឺយ៉ាងនោះឯងដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើងហើយខ្ញុំត្រូវថយវិញចុះព្រះអង្គដែលមកពីឋានលើនោះខ្ពស់លើសទាំងអស់ឯមនុស្សដែលនៅផែនដីនោះកើតពីផែនដីមកហើយក៏និយាយតាមរបៀបផែនដីតែព្រះអង្គដែលយាងមកពីឋានសួគ៌នោះខ្ពស់លើសជាងទាំងអស់ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញហើយឮតែគ្មានអ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់ទេអ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់នោះបានបោះត្រាយល់ព្រមថាព្រះទ្រង់ពិតត្រង់មែនត្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមកទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះពីព្រោះព្រះទ្រង់មិនទាន់មិនប្រទានព្រះវិញ្ញាណមកដោយមានកម្រិតទេឯព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រាហើយបានប្រគល់គ្រប់ទាំងអស់មកក្នុងព្រះហស្ថទ្រង់ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមានជីវិតដល់នៅអកលជានិច្ចហើយតែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញនោះនឹងមិនឃើញជីវិតរស់សោះឡើយគឺសេចក្តីក្រោធរបស់ព្រះតែងនៅជាប់លើអ្នកនោះឯងយើងរៀនចប់យើងអានចប់ចំពុក3ហើយយើងស្លេះត្រឹមនឹងសិនចំពុកនេះនិយាយពីរឿងថាបើគ្មានអ្នកណាទទួលស្គាល់ព្រះវរបិតាជាអ្នកបង្កើតសពសារពើទាំងអស់គាត់ជាវិញ្ញាណម្ល៉េះហើយគាត់មកពីលោកអាដាមនិងអ៊ីវបានត្រូវអរិយសាតាំងបញ្ឆោតឲ្យហូបផ្លែដែលដឹងខុសដឹងត្រូវម្ល៉េះហើយបានពិភពលោកយើងមានការបាក់បែកមានអំពើអាក្រក់ព្រោះអ៊ីវប្រពន្ធលោកអាដាមចង់ដឹងព្រោះអរិយសាតាំងបញ្ឆោតថាបើសិនជានាងញ៉ាំ
ផ្លែឈើនឹងទៅនឹងដឹងខុសដឹងត្រូវដូចព្រះម្ល៉េះហើយនាងក៏ត្រូវអរៈបញ្ឆោតទៅក៏ហូបផ្លែឈើនឹងទៅភ្នែកនាងក៏បើកដឹងខុសដឹងត្រូវហើយជូនឲ្យប្តីនាងបរិភោគដែរម្ល៉េះហើយបានពិភពលោកយើងនឹងត្រូវជាប់ក្នុងបដាសាម្ល៉េះហើយអញ្ចឹងបានព្រះក៏ជួយដោះស្រាយមុននឹងព្រះយេស៊ូវយាងមកគាត់ឲ្យលោកម៉ូសេមានច្បាប់10ប្រការហ្នឹងដើម្បីជៀសវាងកុំឲ្យសាងអំពើបាបព្រោះអីបាបហ្នឹងអាចធ្វើឲ្យមនុស្សយើងរស់នៅដោយពិបាកវេទនាដែលមិនស្គាល់ព្រះម្ល៉េះហើយក្រឹតវិន័យទាំង10ហ្នឹងมันអាចសង្គ្រោះយើងបានទេព្រោះអីយើងជាសាច់ឈាមយើងតាមធម្មតាយើងសាងអំពើអាក្រក់ស្រួលជាងសាងអំពើល្អម្ល៉េះហើយព្រះគាត់ជួយគាត់មានភាពដោះស្រាយមួយគឺទ្រង់មកខ្លួនគាត់ជារូបភាពមនុស្សដូចយើងដើម្បីនឹងមកសង្គ្រោះយើងដោយអំពើបាបជាសេចក្តីស្លាប់ម្ល៉េះហើយព្រះគាត់យាងមកខ្លួនគាត់ជាភាពព្រះយេស៊ូវគាត់ហៅព្រះយេស៊ូវទៅជាកូនគាត់ព្រោះគាត់បានកើតមកជាមនុស្សយើងដូចយើងនឹងដូចរំលឹកពេលដែលខ្ញុំនៅតូចខ្ញុំកើតឆ្នាំ70ពេលស្រុកខ្មែរយើងកំពុងតែជ្រួលច្បល់ម្ល៉េះហើយខ្ញុំធំនៅសម័យប៉ុលពតឪពុកចុងខ្ញុំគាត់ជាខ្ញុំមិនដែលជួបពុកកើតខ្ញុំទេគាត់ស្លាប់កាលយួនធ្លាក់ក្របបែកពួកអាមេរិកធ្លាក់ក្របបែកទម្លាក់ក្របបែកនៅព្រំដែនយួនហើយនឹងខ្មែរហើយឪពុកខ្ញុំគាត់ជាទាហានហើយគាត់ស្លាប់នៅគ្រានឹងឯងម្ល៉េះហើយខ្ញុំមានឪពុកចុងគាត់ជាទាហានដែរដល់សម័យប៉ុលពតគេរំគេតថាគាត់នឹងជាទាហានម្ល៉េះហើយគេរួលសម្លាប់គាត់គាត់ហើយនឹងម្ដាយខ្ញុំហើយនឹងកូនគាត់ទាំងអស់ប្រហែល2-3នាក់ក៏លួចរត់ចេញពីភូមិទៅនៅភូមិផ្សេងជៀសវាងកុំឲ្យឪពុកសម្លាប់ហើយគាត់ទុកខ្ញុំហើយនឹងបងស្រីខ្ញុំប្រហែល 5-6 ឆ្នាំហើយនៅពេលហ្នឹងកំពុងដេកលក់គាត់នាំគ្នារត់ទៅក្រោកឡើងភ្លឺឡើងអត់ឃើញផ្ទះស្ងាត់ជ្រឹងនៅទៅខ្ញុំហើយនឹងបងស្រីខ្ញុំហើយទៅពួតទាហានប៉ុលពតមកចាប់ខ្ញុំហើយនឹងបងស្រីខ្ញុំទៅឲ្យទៅបម្រើរែកទឹកមើលកូនឲ្យគេប៉ុន្តែគេអត់សម្លាប់ទេគេគម្រាមម្ដាយគេចាំឲ្យម្ដាយខ្ញុំមករំដោះខ្ញុំក៏ប៉ុន្តែគាត់អត់ហ៊ានមកគាត់ប្រើបងប្រុសខ្ញុំមកគាត់បងបង្អស់ឲ្យមកថ្ងៃរំគាត់មកដល់ថ្ងៃហ្នឹងគេចងមុខចងភ្នែកខ្ញុំហើយនឹងបងស្រីខ្ញុំចងដៃចងអីជាតេះដើម្បីគេនឹងទៅសម្លាប់ហើយខ្ញុំឮសំឡេងបងប្រុសខ្ញុំរត់ដេញតាមតេះ
វឲ្យកុំឲ្យសម្លាប់ខ្ញុំហើយនឹងបងស្រីខ្ញុំរឿងតើរឿងនឹងតាក់ទងអ្វីនឹងរឿងនេះខ្ញុំចង់ចែកចាយថាព្រះគាត់ក៏ដូចដូចបងខ្ញុំគាត់ស្រឡាញ់ខ្ញុំហើយគាត់ដឹងថាខ្ញុំនឹងមិនរស់ទេព្រោះអីគេនឹងជំនុំគេនឹងសម្លាប់ពួកខ្ញុំទាំងពីរហើយទៅគាត់បថុយជីវិតដើម្បីមកវហើយសូមអភ័យទោសឲ្យគេដោះខ្ញុំហើយនឹងប្អូនស្រីខ្ញុំដោយមិនដឹងដោយដឹងថាទៅពេលគាត់មកគាត់ក៏ស្លាប់ដែរម្ល៉េះហើយគាត់បថុយដើម្បីមកជួយសងគ្រោះខ្ញុំហើយនឹងបងស្រីខ្ញុំក៏ប៉ុន្តែព្រះប្រទានពរគាត់ធ្វើឲ្យទាហានទាំងអស់គ្នានឹងអត់សម្លាប់ពួកខ្ញុំទេសុខចិត្តឲ្យខ្ញុំហើយនឹងទាំង3នាក់ទៅជួបឪពុកទៅជួបម្ដាយខ្ញុំវិញដោយអត់ដេញតាមអត់អីព្រះក៏ដូចក៏អញ្ចឹងដែរគាត់ស្រឡាញ់យើងគាត់ដឹងថាយើងពួកយើងបញ្ឆោតបានបញ្ឆោតពីរៈសាតាំងធ្វើព្រោះអីសារៈសាតាំងជាពីដើមជាទេវតាធំបំផុតដែលព្រះបង្កើតហើយមានឫទ្ធិធំធេងហើយទៅគាត់ចង់បានដូចព្រះដែរម្ល៉េះហើយបានជាព្រះគាត់ថាគ្មានអ្វីដែលគាត់បង្កើតស្មើនឹងគាត់ទេម្ល៉េះហើយគាត់ដេញទេវតានឹងចេញពីឋានសួគ៌ដល់ហើយទៅអរៈនឹងក៏មករស់នៅឋានសួគ៌សំទោសមកនៅផែនដីម្ល៉េះហើយចង់សាងនគរផែនដីនឹងជានគររបស់វាម្ល៉េះហើយបានវាធ្វើបាបមនុស្សលោកយើងព្រោះអីមនុស្សលោកយើងជារូបភាពព្រះវាខឹងព្រះវាដូចខ្មែរយើងគេហៅថាខឹងគោវាយអតេះអរៈធ្វើអញ្ចឹងឯងដល់យើងខឹងព្រះវាធ្វើបាបយើងម្ល៉េះហើយបានព្រះអង្គភ្ញាក់ចុះមកខ្លួនគាត់ដើម្បីប្រសូតមកជាមនុស្សដូចយើងត្រូវទោសគេវាយគេបដិសេធគាត់ដើម្បីឲ្យឆ្កាងដើម្បីលួសបាបត្រូវទោសជំនួសយើងកុំឲ្យយើងទៅឋាននរកទៅនៅជាមួយនគរអរុជាមួយអរៈសាតាំងគាត់ស្រឡាញ់មនុស្សលោកទាំងអស់ព្រោះអីគាត់យើងជាសាសតែមួយទេក៏ប៉ុន្តែយើងទៅគ្រប់ច្រកលហកក្នុងផែនដីទៅធាតុអាកាសប្លែកពីគ្នាបានយើងមានភាពផ្សេងគ្នាតែយើងជាមនុស្សដែលព្រះបង្កើតគ្រប់ទាំងអស់ក៏ដឹងយើងទាំងអស់ក៏ដឹងឈ្មោះយើងទាំងអស់ខ្ញុំត្រូវស្លាប់ប្រមាណដងហើយ2-3ដងហើយធ្លាក់កាលប្រពោតចូលឆ្នាំ79នៅបាត់ដំបងអពតដេញយួនដេញអពតទៅខ្ញុំនៅពាក់កណ្ដាលខំកិច្ចពីកភ្លើងបាញ់ពីទល់ច្រកម្ល៉េះហើយខ្ញុំភ័យពេករត់ក្រាបក្នុងដូងហក់ចូលដូងក៏មិនធ្លាក់ចូលក្នុងដូងនឹងឯងស្លាប់គ្មានណាដឹងក៏ប៉ុន្តែព្រះដូចដូងនឹងមានមាត់ចុះទៅនៅមាត់ដូងទៅក៏រួចពីស្លាប់ទៅហើយម្ដងទៀតពេលឃ្លានពេកទៅលួចបេះទៅលួចដកដលងគួរគេហើយត្រូវចាប់ចំមកកន្លែងទៅខ្មែរក្រហមគេចិត្តបាញ់ចោលទៀតហើយ
មានក្របបែកធ្លាក់មកយួនទម្លាក់ក្របបែកមកក៏រួចខ្លួនពួកពលពតរត់ទៅអស់ម្ល៉េះហើយខ្ញុំមកដល់ខោដាងប្រហែលខែម៉ែខ្ញុំក៏នាំកូនតាំងមក5 6នាក់ដើរមកជារំថ្មីចេះតែខ្មែរគេថាមិនដើរមិនដឹងទៅណាមកណាទេចេះដើរសំដៅទៅខាងជារំខាងព្រំដែនថៃមនុស្សជន់ក្របបែកគ្រប់គ្នាតែខ្ញុំគ្រួសារម្ដាយខ្ញុំអត់មានណាជន់ម៉ាក់មួយហើយមកនៅខោដានរៀនបានខែខ្ញុំព្រះអង្គឲ្យខ្ញុំចេះតែប្រកបចេះតែស្រៈប្រមាណទេដល់ហើយខ្ញុំចូលគ្រីស្ទៀនប្រហែលនៅអាមេរិកប្រហែលជិត30ឆ្នាំដល់ខ្ញុំចូលគ្រីស្ទៀនប្រហែល5 ទៅ5 ឆ្នាំទៅ7 ឆ្នាំព្រះអង្គធ្វើឲ្យគាត់ចង់ឲ្យខ្ញុំរៀនភាសាព្រះគម្ពីរដើម្បីឲ្យខ្ញុំអានភាសាខ្ញុំឲ្យយល់ពីគាត់ទៀតខ្ញុំរៀនប្រកបព្រះគម្ពីរឲ្យម្ដាយខ្ញុំទិញពីប្រទេសខ្មែរមកគាត់ទៅលេងហើយខ្ញុំអានរបូតឥឡូវខ្ញុំចេះអានព្រោះខ្ញុំចង់យល់ពីគាត់ថែមទៀតកាលហ្នឹងខ្ញុំក៏មិនសូវចេះភាសាអង់គ្លេសប្រហែលខ្ញុំចេះអានដែរចេះភាសាតិចតួចខ្ញុំខំអានភាសាអង់គ្លេសក៏មិនសូវយល់ប្រហែលព្រោះភាសាគេម្ល៉េះហើយឥឡូវខ្ញុំយល់ពីព្រះអង្គច្រើនព្រោះខ្ញុំកើតមកព្រះអង្គឲ្យខ្ញុំកើតមកជាខ្មែរជាសាសខ្មែរដើម្បីធ្វើបន្ទាល់ពីគាត់ពីចំពោះសាសយើងខ្ញុំមិនដឹងផែនការគាត់មានដើម្បីអ្វីចំពោះខ្ញុំទេខ្ញុំដឹងតែគាត់ឲ្យខ្ញុំរៀនភាសាខ្មែរនៅម្ដុំខ្ញុំមិនមានខ្មែរទេក៏ប៉ុន្តែខ្ញុំប្រឹងអានដើម្បីឲ្យចេះខ្មែរខ្ញុំមិនចង់បាត់ទេខ្ញុំដឹងថាព្រះមានបំណងអ្វីមួយម្ល៉េះហើយបានគាត់ឲ្យខ្ញុំខំឲ្យខ្ញុំរៀនភាសាខ្មែរសូមអរគុណបើខុសឆ្គងយ៉ាងណាសូមអភ័យទោសសូមព្រះអង្គប្រទានពរអ្នកទាំងអស់គ្នាជំរាបលាជួបគ្នាលើកក្រោយ